ได้นะนวัดฉบับព្រំទាន់ជាសង្ខេបឬក៏ជារួមមកវិញមានន័យថាជាវិសារភាពនៃការអនុវត្តត្រឹមកម្រិតណាកម្រិតទាល់តែមានការកំណត់ជាក់លាក់ថាអំពើណាមួយជាបទល្មើសហើយការកំណត់ជាគោលការណ៍ច្បាប់មិនមែនកំណត់ចំពោះបទល្មើសមួយទេឧទាហរណ៍សកម្មភាពលួចអញ្ចឹងលួចវាមានសកម្មភាពខុសគ្នាមិនអញ្ចឹងសកម្មភាពខ្លះជាសកម្មភាពយកម៉ូតូអ្នកដទៃសកម្មភាពខ្លះទៀតជាសកម្មភាពយកមាសរបស់អ្នកដទៃឧទាហរណ៍អញ្ចឹងចោះសកម្មភាពខ្លះទៀតជាសកម្មភាពយកកង់អ្នកដទៃអញ្ចឹងអាសកម្មភាពទាំងអស់ហ្នឹងត្រូវបានបញ្ញត្តិកំណត់ថាជាអំពើលួចដោយយកន័យជារួមដែលកំណត់អំពីបទល្មើសជារួមត្រូវតោងយល់អញ្ចឹងមិនមែនច្បាប់កំណត់ដោយចែងថានៅពេលដែលលោកកទៅយកម៉ូតូលោកខគឺជាបទល្មើសលួចដោយមិនមានការប្រគល់ដោយម្ចាស់ហើយលោកកនឹងទៅយកក្នុងចេតនាយកធ្វើកម្មសិទ្ធិរបស់ខ្លួនឯងមិនមែនមានន័យថាច្បាប់ចែងមកជាក់លាក់កខអញ្ចឹងទេត្រូវដឹងថាច្បាប់ចែងមកក្នុងន័យជាគោលការណ៍រួមអញ្ចឹងអាគោលការណ៍រួមហ្នឹងបំបែកគ្រប់ស្ថានភាពឲ្យតែស្ថានភាពមួយហ្នឹងវាចូលមានន័យថាវាជាអំពើហ្នឹងណាដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងសកម្មភាពរបស់លោកកបានទៅយកឡានដឹកដីរបស់លោកខដោយយកឡាននេះបើកបររត់គេចក្នុងគោលបំណងយកឡានធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងយើងឃើញថាអង្គហេតុមួយហ្នឹងសកម្មភាពយករបស់អ្នកដទៃដោយមានចេតនាទុច្ចរិតហ្នឹងវាចូលនៅក្នុងមាត្រា353អញ្ចឹងនៅពេលដែលវាកើតមាននៅបទល្មើសហ្នឹងហើយបុគ្គលហ្នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌណាហើយការទទួលខុសត្រូវព្រហ្មទណ្ឌគឺតាមរយៈការផ្ដន្ទាទោសអញ្ចឹងដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌក្នុងន័យ3ហ្នឹងទី1គឺកំណត់ចំពោះអំពើណាមួយជាបទល្មើសព្រហ្មទណ្ឌទី2ទាញឲ្យឃើញឬក៏ចង្អុលបង្ហាញបុគ្គលទទួលខុសត្រូវព្រហ្មទណ្ឌហើយទី3គឺកំណត់អំពីទោសហើយនឹងបែបបទនៃការអនុវត្តទោស